បាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនអ្នកសិក្សាភាសាចិនទាំងអស់គ្នាចឹងថ្ងៃនេះដែរយើងនឹងមានវីដេអូមួយចង់ចែករំលែកទៅកាន់បងប្អូនពាក់ព័ន្ធទៅនឹងការប្រើកិរិយាសព្ទណាចឹងverb express action ណាកិរិយាសព្ទបង្ហាញអំពីសកម្មភាពណាតងសើ表达动作ណាអូខេអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅកាន់ពាក្យដំបូងគឺយើងមានពាក្យអូខេពាក្យទី1គឺពាក្យខាន់គឺមានន័យថា to look ណា to look គឺមើលណាគឺមើលសៀវភៅអីក៏យើងអាចប្រើពាក្យខាន់បានដែរឧទាហរណ៍ដូចជាពាក្យថា我喜欢看书ណាខ្ញុំចូលចិត្តអានសៀវភៅអូខេពាក្យបន្ទាប់យើងមានពាក្យបន្ទាប់គឺពាក្យ think គឺមានន័យថា to listen ស្ដាប់អូខេពាក្យបន្ទាប់គឺយើងរៀនពាក្យណាគឺមានន័យថា to take ណា to take យកណាឬក៏កាន់អូខេពាក្យបន្ទាប់គឺពាក្យចោណាចោមានន័យថា to look for ណា to look for មានន័យថារកមើលអូខេ下一个ពាក្យបន្ទាប់គឺពាក្យតាមានន័យថា to hit ណា to hit វាយណាវាយឬវាយ下一个ពាក្យបន្ទាប់គឺពាក្យចគឺមានន័យថា to grasp ណា to grasp គឺមានន័យថាចាប់ណាអូខេពាក្យបន្ទាប់គឺយើងមានពាក្យគួមានន័យថា to hang គឺព្យួរណាឧទាហរណ៍យើងព្យួរខោអាវអីណាគួអ៊ីហ្វូណាព្យួរខោអាវពាក្យបន្ទាប់ពាក្យបន្ទាប់គឺពាក្យចោមានន័យថា to walk ណា to walk គឺដើរ下一个គឺពាក្យចមានន័យថា to sit ណា to sit អង្គុយ下一个睡ណា睡គឺ to sleep ណា to sleep day 下一个ពាក្យបន្ទាប់គឺម៉ាយមានន័យថា to buy ទិញពាក្យបន្ទាប់គឺពាក្យ写គឺមានន័យថា to write ណា to write សរសេរពាក្យបន្ទាប់គឺពាក្យឈឺគឺមានន័យថា to eat គឺហូបញ៉ាំអូខេពាក្យបន្ទាប់
ពាក្យបន្ទាប់គឺយើងមានពាក្យ fang 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 គឺមានន័យថា to put ណា or to place ដាក់ឬក៏ទុកអូខេពាក្យបន្ទាប់គឺយើងមានពាក្យ khai 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 គឺ to open បើក khai មិនបើកទ្វារអូខេ khai shaker ពាក្យបន្ទាប់គឺមានពាក្យ lai 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 គឺមានន័យថា to come គឺមក Nikolai ណា Nikolai មកនេះណាអ្នកមកនេះមកអូខេពាក្យបន្ទាប់គឺយើងមានពាក្យ sure 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 សំឡេងស្មើអូខេ to speak ណា to speak គឺនិយាយនេះគឺ ignore sure មកតើអ្នកអាចនិយាយជាមួយខ្ញុំបានទេអូខេ Shaker គឺ oneគឺមានន័យថា to have fun ណាលេងសប្បាយណា to have fun អូខេ one ពាក្យបន្ទាប់គឺយើងមានពាក្យ khao មានន័យថា to depend on គឺពឹងផ្អែកលើពាក្យបន្ទាប់គឺយើងរៀនពាក្យ cao su សំទោសពាក្យcao su ណា cao su គឺមានន័យថា to tell ប្រាប់ណាអូខេពាក្យបន្ទាប់គឺយើងមានពាក្យ hoi ta គឺមានន័យថា to answer ណា to answer គឺឆ្លើយពាក្យបន្ទាប់គឺយើងរៀនពាក្យ 感谢មាន to thank មានថ្លែងអំណរគុណឬក៏ថ្លែងអរគុណអូខេ Shaker គឺមានពាក្យ 允许មានន័យថា to permit ណា to permit អនុញ្ញាតឲ្យធ្វើអីមួយណាអូខេ Shaker គឺមានពាក្យ quản lý មានន័យថា to manage ណាគឺចាត់ចែងរៀបចំពាក្យបន្ទាប់គឺមានពាក្យ bảo hộ មានន័យថា to protect ណា to protect ការពារ bảo hộ hoàn chỉnh ណាការពារបរិស្ថានអូខេ Shaker គឺមានពាក្យ 建设 គឺមានន័យថា to construct ណា to construct គឺសាងសង់ឬក៏កសាង 建设 ពាក្យបន្ទាប់គឺយើងមានពាក្យ 游泳 to swim ណា to swim ហែលទឹកអូខេពាក្យបន្ទាប់ 表示មានន័យថា to show ណា to show បង្ហាញថាឬក៏បញ្ជាក់ថា比如说这个动作呢这个动作表示动作ណាកិរិយាសព្ទបង្ហាញអំពីសកម្មភាពណា
下一个是洗澡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  OK to bath นะ to bath คืองดទឹក洗澡 OK 我每天洗澡ខ្ញុំងូតទឹកជារៀងរាល់ថ្ងៃ每天洗澡 OK 洗澡洗澡下一个反对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 មានន័យថា to oppose to oppose មានន័យថាប្រឆាំងឬក៏ជំទាស់ណា下一个គឺ打倒打倒打倒មាន to overthrow ណា to overthrow គឺដកតំណែង下一个旅行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 មានន័យថា to travel ណាធ្វើដំណើរពាក្យបន្ទាប់គឺយើងមានពាក្យ学习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  to study to learn ណាសិក្សាឬក៏រៀនសូត្រ学习汉字学习汉字មានន័យថារៀនភាសាចិនណាអូខេ学习法语រៀនភាសាបារាំង学习音乐រៀនភាសាអង់គ្លេសអូខេចាយក៏ពាក្យបន្ទាប់គឺពាក្យចុងក្រោយគឺយើងមានពាក្យ研究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 មានន័យថា to research ណា to research ស្រាវជ្រាវណា to research 研究研究អូខេអញ្ចឹងថ្ងៃនេះយើងរៀនកិរិយាសព្ទចំនួនប៉ុណ្ណឹងអរគុណការតាមដានវីដេអូតាំងពីដើមរហូតដល់ចប់កុំភ្លេចជួយចុច Subscribe ប្រសិនបើអ្នកគិតថាវីដេអូនេះមានប្រយោជន៍អរគុណសូមជម្រាបលា